លោកឧត្តមសេនីយ៍ទូឡៅមីងហួតអញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមសោធីតកៈស្នងការនគរបាលជាតិនិងលោកជំទាវប្រគល់ជូនសិស្សានុសិស្សនិងសាលារៀននៅស្រុកកំចាយមៀខេត្តព្រៃវែងនាព្រឹកថ្ងៃសៅរ៍ទី4ខែកក្កដាឆ្នាំ2026លោកឧត្តមសេនីយ៍ទូឡៅមីងហួតប្រធាននាយកដ្ឋាននគរបាលចរាចរណ៍និងសណ្ដាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសោធីតកៈស្នងការនគរបាលជាតិបានអញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមនិងលោកជំទាវប្រគល់ជូនលោកនាយកលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សនៃសាលាមេត្តីក្របៅចាស់និងសាលាបឋមសិក្សាក្របៅចាស់ស្ថិតនៅឃុំក្របៅស្រុកកំចាយមៀខេត្តព្រៃវែងអំណោយដែលបានប្រគល់ជូនរួមមានសៀវភៅសិក្សាចំនួន3300ក្បាលស៊ីម៉ង់ចំនួន1តោននិងថវិកាចំនួន2,65,000 រៀលដើម្បីចូលរួមគាំទ្រការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាលារៀននិងលើកកម្ពស់គុណភាពនៃការបង្រៀននិងការសិក្សានៅក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទូឡៅមីងហួតបានពំនាំដល់ការផ្ដាំផ្ញើសួរសុខទុក្ខនិងការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមសោធីតកៈស្នងការនគរបាលជាតិនិងលោកជំទាវជូនដល់លោកនាយកលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់ព្រមទាំងបានលើកទឹកចិត្តឲ្យបន្តខិតខំប្រឹងប្រែងនៅក្នុងការបង្រៀននិងការសិក្សារៀនសូត្រដើម្បីរួមចំណែកកសាងធនធានមនុស្សប្រកបដោយគុណភាពសម្រាប់សង្គមជាតិសកម្មភាពខាងលើបានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់របស់ឯកឧត្តមសោធីតកៈស្នងការនគរបាលជាតិនិងលោកជំទាវចំពោះវិស័យអប់រំតាមរយៈការគាំទ្រជាបន្តបន្ទាប់ដល់សាលារៀនលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សនៅតាមមូលដ្ឋានសម្ដៅរួមចំណែកលើកម្ពស់គុណភាពអប់រំនិងការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព